ចាមានបងប្អូនប្រុសមួយចំនួនបានសួរមកក្នុងវីដេអូមុនរបស់ខ្ញុំថាអ្នកគ្រូឃើញនិយាយតែពីសញ្ញាដែលមនុស្សប្រុសអស់ចិត្តចុះសញ្ញាដែលមនុស្សស្រីអស់ចិត្តយ៉ាងម៉េចទៅវិញទៅអ្នកគ្រូអញ្ចឹងថ្ងៃនេះអ្នកគ្រូសូមលើកយកសញ្ញាខ្លះៗដែលបញ្ជាក់ថាមនុស្សស្រីអស់ចិត្តយកមកប្រាប់បងប្អូនប្រុសចាប្រសិនបើយើងសង្កេតឃើញមនុស្សស្រីធ្វើ4យ៉ាងដូចដែលអ្នកគ្រូនឹងរៀបរាប់ខាងក្រោមនេះណាបងប្អូនប្រុសគួរតែត្រៀមខ្លួនទុកទៅថាគេត្រៀមនឹងទៅចោលហើយវាក៏ជាសញ្ញាដែលបញ្ជាក់ថាវាគ្រោះថ្នាក់សម្រាប់អ្នកផងដែរសញ្ញាទី1គឺនាងចាប់ផ្ដើមស្ងៀមស្ងាត់ហើយមិនដូចមុននាងមិនមែនស្ងៀមស្ងាត់ដោយសារតែនាងងឬខឹងទេប៉ុន្តែនាងនៅស្ងៀមដោយសារតែនាងដឹងថាអ្នកមិនស្ដាប់នាងទោះបីជានាងព្យាយាមនិយាយអ្វីក៏ដោយបើសិនបើនាងចាប់ផ្ដើមមិននិយាយមិនរអ៊ូអ្វីទាំងអស់នោះវាមិនមែនជាសញ្ញាថានាងបានយល់ពីអ្នកកាន់តែច្រើននោះទេតែវាជាសញ្ញាបញ្ជាក់ថានាងនឹងចាក់ចេញពីជីវិតរបស់អ្នកក្នុងពេលឆាប់នេះហើយសញ្ញាទី2គឺនាងមិនសួរមិនដេញតាមមិនប្រច័ណ្ឌហួងហែងអ្នកដូចពីមុនបាត់អ្នកតែ1ម៉ោងនាងអាចនឹងសួរអ្នកមែនទេតែពេលនេះទោះបីជាបាត់អ្នកមួយថ្ងៃក៏នាងមិនសួរដែរព្រោះតាមធម្មតាមនុស្សដែលនៅស្រឡាញ់គ្នាគេនឹងខ្វាយខ្វល់ពីអ្នកប៉ុន្តែបើសិនបើនាងចាប់ផ្ដើមមិនខ្វល់មិនថាអ្នកទៅទីណាទៅជាមួយអ្នកណាក៏នាងមិនដែលសួរនាំឬខ្វាយខ្វល់អ្នកគួរតែដឹងថាបេះដូងរបស់នាងអាចនឹងលែងនៅជាមួយអ្នកទៀតហើយសញ្ញាទី3នាងចាប់ផ្ដើមមើលថែខ្លួនឯងកាន់តែច្រើនកាលពីមុននាងតែងតែបដ ாய் ខ្លួនមិនបានយកចិត្តទុកដាក់ចំពោះខ្លួនឯងដោយសារតែនាងយកពេលវេលាទៅផ្ដល់ឲ្យអ្នកទៅដេញតាមអ្នកទៅខ្វាយខ្វល់ពីអ្នកស្រាប់តែពេលនេះនាងត្រឡប់មកតុបតែងខ្លួនស្អាតស្លៀកពាក់ស្អាតប្លែកបដូរម៉ូដសក់មើលថែខ្លួនឯងយ៉ាងល្អហើយដូចជាមានអារម្មណ៍មានក្តីសុខជាងមុនញញឹមច្រើនជាងមុនមើលថែរបបអាហារហាត់ប្រាណធ្វើឲ្យរាងស្អាតជាងមុនតែទាំងអស់នេះនាងអាចនឹងមិនបានធ្វើដើម្បីអ្នកនោះទេប៉ុន្តែគឺនាងធ្វើវាដើម្បីខ្លួនឯងឬអាចនឹងធ្វើវាដើម្បីអ្នកផ្សេងដែលគេមើលឃើញពីតម្លៃរបស់នាងក៏ថាបានដែរហើយសញ្ញាទី4នៅពេលដែលមនុស្សស្រីនិយាយថាចង់ធ្វើអីក៏ធ្វើតាមចិត្តទៅបើនាងនិយាយបែបនេះញឹកញាប់នោះវាគឺជារឿងដែលឈឺចាប់បំផុតនោះវាមិនមែនដោយសារតែនាងព្រមចោះចាញ់នោះទេប៉ុន្តែវាគឺជាពេលដែលនាងចាប់ផ្ដើមអស់កម្លាំងដើម្បីបញ្យល់អ្នកទៀតហើយនាងប្រហែលជាធ្លាប់ឆ្លោះជាមួយអ្នកឬធ្លាប់ស្នើសុំឲ្យអ្នកកែប្រែអ្វីកាលពីកន្លងមកប៉ុន្តែពេលនេះនាងជ្រើសនឹងនៅស្ងៀមហើយគ្រាន់តែនិយាយថាចង់ធ្វើអីក៏ធ្វើតាមចិត្តទៅនេះវាជាសញ្ញាដែលបញ្ជាក់ថានាងលែងចង់នៅជាមួយអ្នកទៀតហើយសូមចងចាំថាមនុស្សស្រីភាគច្រើនតែងតែព្យាយាមចង់រកដំណោះស្រាយនាងនឹងមិនចាក់ចេញពីអ្នកភ្លាមនោះទេប៉ុន្តែនាងនឹងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងដោយស្ងាត់ហើយបើអ្នកនៅតែមិនកែប្រែទេថ្ងៃណាមួយនាងនឹងបាត់ខ្លួនទៅដោយអ្នកគ្មានថ្ងៃនឹងបាននាងត្រឡប់មកវិញនោះឡើយ